ធ្វើបបរខាប់គ្រប់គ្រឿងសម្រាប់កូនក្មេងតូចចាប់ពីអាយុ6ខែឡើងទៅឲ្យញ៉ាំបងប្អូននេះគឺជាវិធីសាស្ត្រដែលខ្ញុំធ្វើគឺខ្ញុំមានតាហ៊ូបន្តិចខ្ញុំមានស្ពៃបកគោបន្តិចហើយជាមួយនឹងតឡាចបន្តិចហើយសម្រាប់ការធ្វើបបរនេះគឺខ្ញុំចូលចិត្តប្រើអូតមៀលជាមួយនឹងអង្ករសហើយយើងដាក់ដាំទឹកវាអីអង្ករនឹងរីកល្អចាំយើងថែមជាមួយនឹងទឹកស៊ុបនេះខ្ញុំប្រើទឹកស៊ុបស្រាប់បងប្អូនអាចប្រើជាទឹកស៊ុបយើងរងាស់ខ្លួនឯងក៏បានដែរហើយខ្ញុំដាក់បកាបន្តិចចឹងណាដើម្បីឲ្យវាមានជាតិមូលហេតុអីចាំបាច់ប្រើអូតមៀលដោយសារអូតមៀលនេះគឺវាជួយសម្រួលដល់ពោះវៀនធំមកបងប្អូនអញ្ចឹងហើយទើបខ្ញុំចូលចិត្តដាក់លាយជាមួយគ្នាប៉ុន្តែបើសិនជាបងប្អូនអត់មានអូតមៀលបងប្អូនចង់ដាក់តែអង្ករក៏បានដែរដោយសារយើងមានបន្លែបងប្អូនវាក៏ជួយដូចគ្នាដែរហើយសម្រាប់ពងបើកូនបងប្អូនមានប្រតិកម្មជាមួយពងគឺមិនដាក់ក៏បានដែរហើយបន្ទាប់មកគឺខ្ញុំដាក់អំបិលបន្តិចគឺខ្ញុំតែងតែលួចដាក់អំបិលបន្តិចដោយសារតែសាបពេកគឺកូនអត់ញ៉ាំទេហើយបងប្អូនយកទៅកិនឲ្យល្អិតចឹងទៅកិនជាមួយនឹងម៉ាស៊ីនអីក៏បានដែរមានម៉ាស៊ីនណាប្រើម៉ាស៊ីនហ្នឹងទៅកាលពីកូនខ្ញុំនៅទូចគឺខ្ញុំចូលចិត្តធ្វើច្រើនចឹងហើយខ្ញុំចាក់ពុំហើយខ្ញុំដាក់នៅក្នុងទូកកបងប្អូនពេលដែលយើងត្រូវការគឺយកមកកម្ដៅយើងឆ្លាស់គ្នា